ស្រុកខ្មែរដីគេពីដូនតាយូរលងឆ្នាំរាខ្មែរកើនព្រោះតែសាមគ្គីគ្រប់ប្រានផលអតែងបានស្រស់ពនរាយពីមុនរស់ជុំក្នុងគ្រួសារសប្បាយហឺហាចិត្តរីករាយជួបជុំបងប្អូនអ៊ំតាយាយដូចបានអ្វីក្នុងសួគ៌ឥឡូវកំសត់ចិត្តឯកាលេងបានចរចាទ្រូងក្រមគ្រាយប់ព្រឹកល្ងាចថ្ងៃកាយរងាប្រត់ដោយវេទនាព្រោះខ្លួនក្រវាសនាខ្ញុំកំសត់អត់ប្រាក់ចាយកាលនៅជុំម្ដាយចិត្តស្មោះសរខំរោគណាស់ដែរតែមិនអឃើញនៅតែក្រខុសអ្នកមានសម្រាប់ចិត្តឃ្លាតពីស្រុកលាម៉ែលាពុកទាំងអត់ឃ្លានប្រឹងធ្វើការមិនបំពេញក្រែងបានជាស្ពានមានសម្បត្តិតែពេលឥឡូវក៏នឹកណាស់នឹកព្រះជាម្ចាស់តែងប្រតិបត្តិអប់រំទូមានឲ្យប្រយ័ត្នរវាងបង្កាត់អកុសលពាក្យពុកពាក្យម៉ែព្រះមកត់ថ្លៃទៅក្នុងហរតីលៃជួយផ្ដល់ធ្វើឲ្យកូនឥតកំវល់ចិត្តឥតច្របល់ព្រោះយល់ត្រូវទោះយូរយ៉ាងណាកូនខំប្រឹងព្យាយាមសម្រឹងល្អពេកទៅធ្វើខ្លួនឲ្យសមដើរត្រង់ផ្លូវតាមពាក្យប្រដៅម៉ែទូមានកូននៅស្រុកគេតែងគិតថាលោកទាំងទ្វេហារស់សុខសាន្តមិនមានជំងឺឈឺក្នុងប្រាណរុងរឿងសែមសាមព្រោះសុខភាពឃ្លាតឆ្ងាយមាតុភូមិព្រោះខ្ញុំក្ររាងកាយមិនល្អព្រោះខ្វះលោភមិនដូចអ្នកមានគេជ្រួលជ្រាបថ្កឹងថ្ការរហៀបលៀបសម្បត្តិកវីរៀបរាប់ជាប់ទឹកភ្នែកទ្រង់សែនអល់ឯកដូចគេខ្ចាត់ព្រោះមានបងប្អូនជួបវិបត្តិរស់ឆ្ងាយពេលក្តាត់នៅស្រុកគេនេះហើយជីវិតនៃអ្នកក្រជួបផលមិនល្អជួបហូរហែពេលខ្លះអ្នកផ្សេងរស់នៅក្បែរមើងងាយស្ដីជេរឥតមេត្តាទោះនឿយហរតីក្តីមិនសុខដើម្បីម៉ែពុកប្រឹងឧស្សាហ៍ប្រឹងឥតទំនេរទាំងឈឺផ្សាក៏ឥតសង្ការបាញ់ចេញឡើយរៀបរាប់ខ្លីៗប៉ុណ្ណឹងចុះសូមមិត្តស្រីប្រុសផុតទុកស្បើយជូនពរឆ្នាំថ្មីបានលះហើយតារាព្រៀងអើយតរៀងទៅ